បាទនេះគឺ user របស់ប្រទេសលេខាកាឋានយើងចូលមកដូចគ្នាបាទចូលមកយើងមើលកន្លែង exercise ឆ្លងដល់ងំទៅហើយកន្លែងនេះយើងអាចដោះទីដូចខ្ញុំបង្ហាញនេះក៏បានមិនក៏បានហើយចុច track 3ចុចជូន cut សម្រាប់លេខាកាឋានយើងអត់មាននេះទេយើងគ្រាន់តែពិនិត្យមើលឯកសារថាពីក្រោមមករៀបចំបានត្រឹមត្រូវអត់ហើយចុចជូនបន្តទៅជាការស្រេចសម្រាប់លេខាកាឋានគឺគាត់មានការបញ្ចេញមតិយោបល់ក្នុងគណៈបង្ហាញរឿងដែលពីការឡៃឬក៏យុវដ្ឋានធ្វើឡើងមកទេគាត់គ្រាន់តែពិនិត្យមើលទៅលើទម្រង់ឯកសារដែលការឡៃបានធ្វើមកថាត្រូវឬក៏អីចឹងទៅអាចជួយពិនិត្យមើលអឺទម្រង់ដែលក្រសួងបានចេញកន្លងមកនេះហើយតើយុវដ្ឋានគាត់បានរៀបចំទៅតាមទម្រង់ដែលក្រសួងបានណែនាំតែឬអត់អញ្ចឹងណាអឺត្រង់ចំណុចលេខាការដ្ឋាននេះគឺបាទខ្លីៗមែនតើងាយស្រួលលិខិតឲ្យយើងបានតែមុនហ្នឹងបាទហើយចប់ពីលេខាការដ្ឋានគឺយើងចូលទៅដល់ user របស់អគ្គនាយករងទទួលបន្ទុកបាទដូចគ្នាដូចពីក្រោមដែរបាទនេះគឺយើងចុចបញ្ជូនមក3បាទលោកកញ្ញារងលោកគ្រាន់តែចុចបញ្ជូនទៅកន្លែង track 3ហ្នឹងបាទហើយមានផ្នត់បង្ហាញមតិយោបល់របស់កញ្ញារងដូចគ្នាបាទអញ្ចឹងលោកអឺអឺទៅលើឯកសារហ្នឹងពីមុនមកលោកធ្លាប់វាកន្លែងនេះសូមតេស្តដាក់សូមគ្រប់ជូនហើយមតិយោបល់ហ្នឹងគឺសូមដាក់ថាឯកភាពតាមការរៀបចំរបស់យុវដ្ឋានអញ្ចឹងទៅបាទសូមគ្រប់ជូនឲ្យដំរដ្ឋមន្ត្រីពិនិត្យសម្រាប់នោះចុចឯកភាពបញ្ជូនបន្តទៅឯកសារហ្នឹងនឹងរត់ចូលទៅដល់user របស់ឯកឧត្តមអគ្គនាយក